វីដេអូនេះគឺបានថតឡើងនៅក្នុងឆ្នាំ2022ដោយក្រុមកតាលមួយដែលមានឈ្មោះថា Jalisco New Generation កតាលនៅក្នុងប្រទេសមិចកូបងប្អូនបើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៅការផលិតវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចធ្វើការគ្រប់គ្រងតាមរយៈ QR code ខាងលើនេះបានអរគុណហើយក្នុងវីដេអូនេះគឺគេបានធ្វើការដាក់ពិន័យទៅលើបរិសម្នាក់នេះដែលមានឈ្មោះថា Imalino បញ្ជាបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបកប្រែពីវីដេអូប៉ាក់មួយនៅក្នុងវីដេអូដែលបងប្អូនឃើញគឺខ្ញុំអត់បានទៅមើលវីដេអូពេញទេអញ្ចឹងបងប្អូនបាច់ comment សួររកវីដេអូពេញ comment សួររក link បងប្អូនហើយបើសិនជាបងប្អូនដែលមាន link មានវីដេអូសូមគុំធ្វើការចែកចាយនៅក្នុង comment នេះសោះបាទខ្ញុំនឹងធ្វើការលុបរាល់ comment ណាដែលបង្ហាញពីវីដេអូឬក៏ link ទៅរកវីដេអូទាំងអស់ហ្នឹង Amelino គឺជាបរិសមេគ្រួសារបងប្អូនគាត់មានប្រពន្ធក៏ដូចជាកូនស្រីម្នាក់ដោយសារតែអាជីវកម្មរបស់គាត់ជួបនៅបញ្ហាហិរញ្ញវត្ថុរកស៊ីខាតទេបងប្អូនហើយនៅក្នុងវីដេអូគឺគេបានបញ្ជាក់ថាគាត់រកស៊ីឬក៏ប្រកបនៅអាជីវកម្មអីទេបងប្អូនហើយគាត់ក៏បានទៅរកខ្ចីលុយចងការប្រាក់ពីប្រជាជនដែលរស់នៅក្នុងតំបន់របស់គាត់ដែលគាត់រស់នៅហ្នឹងណាប៉ុន្តែដោយសារគេដឹងថាអាជីវកម្មរបស់គាត់ហ្នឹងគឺខ្សែធនរកស៊ីខាតចឹងហើយគឺអត់មានអ្នកណាគេម្នាក់ហ៊ានឲ្យលុយគាត់ខ្ចីទេបងប្អូនដោយសារតែគ្មានជំរើសគាត់ក៏បានទៅធ្វើការចងការប្រាក់ពីក្រុមកតាលបងប្អូនទោះបីគាត់ដឹងថាមានហានិភ័យខ្ពស់យ៉ាងណាក៏ដោយបាទបន្ទាប់ពីទទួលបានប្រាក់ហើយគាត់ក៏បានបើកដំណើរការអាជីវកម្មរបស់គាត់ឡើងវិញក្នុងពេលដំបូងគឺគាត់បានធ្វើការបង់ការប្រាក់ឲ្យក្រុមកតាលជាធម្មតាបងប្អូនលុះក្រោយមកទៀតអាជីវកម្មរបស់គាត់ក៏រកលុយលែងបានហើយក៏គ្មានលុយសម្រាប់បង់ការប្រាក់ឲ្យក្រុមនឹងទៀតបងប្អូនហើយនៅពេលនោះដែរក្រុមកតាលម្នាក់ក៏បានមកដល់ផ្ទះរបស់គាត់ដោយសារតែគាត់ខានបង់ប្រាក់ឲ្យគេបងប្អូនហើយបើយើងនិយាយពីចំនួនប្រាក់ដែលគាត់ជាពាក្យក្រុមហ្នឹងគឺមានចំនួន $3,000 បើសិនជាយើងគិតជាលុយពេសូមិចកូវិញគឺស្មើទៅនឹង 65,000 ពេសូដោយសារនៅខាងមិចកូគេចាយលុយរូបិយប័ណ្ណរបស់គេគឺពេសូបងប្អូនពេលនោះក្រុមគ្រួសាររបស់គាត់ពុំមានប្រាក់បង់ការប្រាក់ឲ្យទៅខាងក្រុមនឹងទៀតទេបងប្អូនអញ្ចឹងហើយក្រុមកតាលគាត់បានធ្វើការគម្រាមកំហែងគាត់បើសិនជាគាត់នៅតែមិនបង់ការប្រាក់ឲ្យគាត់នឹងមានបញ្ហាអញ្ចឹងណាបាទហើយពួកគេក៏ចាក់ចេញទៅរយៈពេលប្រហែលជា2ទៅ3ថ្ងៃក្រោយមកក្រុមកតាលក៏សម្រុកចូលក្នុងផ្ទះរបស់គាត់ហើយក៏បានចាប់ខ្លួនគាត់យកទៅកន្លែងមួយពេលដែលគាត់ដឹងខ្លួនឡើងគឺដោយបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងបាទហើយនៅក្នុងវីដេអូហ្នឹងក៏គេបាននិយាយដែរថានេះគឺជាលទ្ធផលសម្រាប់អ្នកដែលជាពាក្យលុយគេឲ្យមិនសងលទ្ធផលចុងក្រោយគឺដូច Amalino នេះអញ្ចឹងបាទ